ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនៅអារម្មណ៍បងប្អូនមកមើលការបញ្ចុះសីមានៅវត្តរតននិមិត្តសំពៅផលដែលស្ថិតនៅក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យវត្តនេះគឺបញ្ចុះសីមាមានរយៈពេលជាង10ថ្ងៃចាប់ពីថ្ងៃទី20ខែមិនិនារហូតដល់ថ្ងៃទី2ទី3ខែមេសាឆ្នាំ2025ហើយនេះគឺជាស្ថានភាពផ្លូវចូលនៅខាងមុខវត្តដែលយើងឃើញមានបងប៉ូលីសចរាចរណ៍ជាច្រើនគាត់កំពុងតែសម្រួលចរាចរណ៍ដើម្បីកុំឲ្យកកស្ទះនៅខាងមុខហើយខ្ញុំសង្កេតឃើញថាចំណុចល្អខុសពីថ្ងៃទី1នោះគឺកាប់ថ្ងៃទី1ខ្ញុំឃើញនៅកន្លែងខ្លោងទ្វារនេះឃើញថាមានអ្នកចងបោះដៃច្រើនញ៉ៃប៉ុន្តែថ្ងៃទី3នេះឃើញថាមានការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយល្អមែនទែនអត់មានការរញ៉េរញ៉ៃដូចថ្ងៃទី1ទេបងប្អូនបាទហើយឃើញថាបងប្អូនប្រុសស្រីយើងមកទស្សនាច្រើនមែនទែននៅវេលាយប់ថ្ងៃទី3នៃការបញ្ចុះសីមាវត្តសំពៅផលនេះបងប្អូនបាទនៃវេលាអាត្មានេះម៉ោងប្រហែលជាម៉ោង7ម៉ោង8យប់បាទអញ្ចឹងបងប្អូនយើងគឺសម្រុកមកបញ្ចុះសីមាមែនទែនបាទឃើញថាផ្លូវចូលនេះចាប់ពីខ្លោងទ្វារវត្តរហូតដល់ស្ពាននេះគឺមានបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរអត់ដាច់ទេបងប្អូនអត់ដាច់ទេគឺធ្វើដំណើរតាំងពីក្បាលប្រលប់រហូតមកដល់អាត្មានេះគឺមានន័យថាមនុស្សចូលច្រើនមែនទែនហើយនៅតាមដងផ្លូវហ្នឹងយើងសង្កេតមានអ្នកលក់ដូរហើយនឹងអ្នកសុំទានក៏រៀងច្រើនដែរបងប្អូនបាទអញ្ចឹងបងប្អូនអាចធ្វើបុណ្យធ្វើទានទៅតាមសទ្ធារៀងខ្លួនបើបងប្អូនគិតថាអត់ចង់ដាក់ទានដាក់អីទេក៏យើងអាចធ្វើដំណើរទៅកំសាន្តនៅខាងមុខឬក៏យើងអាចទៅដាក់ក្នុងអន្លង់សីមាបានបងប្អូនឥឡូវនេះយើងមកដល់ខ្លោងទ្វារទី2ដែលជាខ្លោងទ្វារចុងក្រោយមុននឹងយើងចូលទៅក្នុងវត្តនៅមុខខ្លោងទ្វារទី2នេះមនុស្សម្នាក៏ច្រើនដែរកំពុងតែទិញផ្កាហើយផ្កាដែលលក់នៅមុខខ្លោងទ្វារវត្តនេះគឺជាផ្កាដែលលក់សម្រាប់យកបច្ច័យនឹងទៅជូនវត្តវិញដែរទេបងប្អូនចឹងបងប្អូនអាចមកជួយទិញផ្ការបស់វត្តនៅមុខខ្លោងទ្វារទី2នេះបានមានទាំងផ្កាឈូកមានទាំងផ្កាដោតមានទាំងឧបករណ៍ផ្សេងសភៅប៊ិចអីសម្រាប់ដាក់ក្នុងអន្លង់សីមានឹងឯងបងប្អូនបាទឥឡូវនេះយើងចូលមកដល់ក្នុងទីធ្លាវត្តហើយបងប្អូនយើងមើលទស្សនភាពនៅក្នុងទីធ្លាវត្តនេះទាំងអស់គ្នាឃើញថាអាត្មានេះមនុស្សកំពុងតែសម្រុកមកច្រើនបងប្អូនហើយមិនត្រឹមតែបងប្អូនដែលនៅចិត្តនេះទេគឺបងប្អូនចាយឆ្ងាយឃើញថាជីគោយន្តជីឡានមកច្រើនមែនទែននៅក្នុងយប់នៃរាត្រីទី3ថ្ងៃនេះឯងហើយក៏មានល្បែងរបាំកំសាន្តផ្សេងដែរនៅក្នុងវត្តបាទជាពិសេសមានកីឡាប្រដាល់ដែលនៅខាងនោះបន្តិចទៀតខ្ញុំនាំបងប្អូនទៅមើលកន្លែងកីឡាប្រដាល់ឥឡូវនេះយើងមើលទស្សនភាពព្រះវិហារនេះសោះស្អាតណាស់បងប្អូនបាទហើយសាងសង់លឿនទឹកព្រះវិហារនេះមិនប្រហែលខែទេគឺធ្វើរួចរាល់អស់ទឹកប្រាក់ប្រហែលជាប្រមាណជាង$30,000បងប្អូនអស់ច្រើនណាស់ចឹងហើយទៅថាបនបញ្ចុះសីមាមួយមិនងាយនឹងកាត់ឡើងទេបងប្អូនគឺថាព្រះវិហារខ្លះតើតែប្រើរយៈពេល30ឆ្នាំឬក៏ព្រះវិហារខ្លះ100ឆ្នាំអីនោះទៅបានសាងសង់ថ្មីទៀតចឹងវត្តមួយទម្រាំតែសាងសង់ព្រះវិហារថ្មីគឺប្រើរយៈពេលយូរហើយគ្រប់វត្តនីមួយមិនមែនចេះតែមានបុណ្យបញ្ចុះសីមានេះកាត់ឡើងទេបងប្អូនគឺតើតែមានព្រះវិហារថ្មីសាងសង់ឡើងទើបមានការធ្វើបុណ្យបញ្ចុះសីមានេះដើម្បីឲ្យបងប្អូនមកបញ្ចុះសីមានិងកំសាន្តនៅតាមវត្តនានាបានបងប្អូនឥឡូវទស្សនភាពអាត្មានេះម៉ោងប្រហែលជាម៉ោង8កន្លះបងប្អូនមនុស្សកំពុងតែសម្រុកមកច្រើនមែនទែននៅតាមរណ្ដៅសីមាឃើញថាបងប្អូនយើងសម្រុកអុជធូបអុជទៀនហើយនឹងដាក់ក្នុងរណ្ដៅសីមានឹងហើយក៏ដូចជាចូលបុណ្យចូលបច្ច័យទៅតាមប្រសង់នៅតាមទិសនីមួយបងប្អូនបាទតើបងប្អូនឥឡូវខ្ញុំនាំអារម្មណ៍បងប្អូនមកមើលបងប្អូនយើងកំពុងតែដាក់បច្ច័យចូលក្នុងរំលងសីមាក៏ដូចជាអុជធូបបន់ស្រន់ដើម្បីសុំក្តីសុខទាំងអស់គ្នា
ហើយនេះគឺជាទស្សនវិជ្ជានៅក្នុងព្រះវិហារចឹងអ្នកនរគ្នាមើលទៅឃើញថានៅក្នុងព្រះវិហារនេះមនុស្សមានច្រើនមែនទែនដោយសារគាត់សម្រុកមកដាក់រណ្ដៅមួយចុងក្រោយដែលជាហៅថារណ្ដៅធំឬរណ្ដៅទេវតាហ្នឹងបងប្អូនបាទហើយយើងមើលទស្សនវិជ្ជាព្រះអង្គនៅក្នុងព្រះវិហារនេះគឺថាស្រស់ស្អាតមែនទែនបងប្អូនបាទទាំងគំនូរទាំងរចនាបថផ្សេងៗហ្នឹងគឺថាមានភាពស្រស់ស្អាតរស់រវើកមែនទែនដែលបងប្អូនយើងអាចចូលមកទស្សនានៅក្នុងព្រះវិហារនេះក៏ដូចជាដាក់លងសីមានៅក្នុងរណ្ដៅធំមុខព្រះអង្គនេះបានបងប្អូនសូមរីករាយទៅពេលសួស្តីទាំងឡាយចូលមានដល់នៅបានសពការសំវេលាសុខចម្រើនប៉ុណ្ណាអាយុវែងនៅក្នុងព្រះពុទ្ធសាសនាបានថាបច្ចុប្បន្នមិនមានដល់បកគោដែលមិនបានធ្វើដល់តម្លៃហៅថាបុកខាងអកតៈបញ្ញាណังនក្ខិជេវៈបហតយៈនក្ខិរបស់រពលានឥឡូវអ្នកនរគ្នាយើងចេញពីខាងក្នុងព្រះវិហារយើងមកដើរមកមើលកន្លែងកំសាន្តម្ដងបាទនេះគឺជាផ្លូវដើរទៅមើលកន្លែងគេបដាល់បងប្អូនឃើញថាតាមដងផ្លូវហ្នឹងមានបងប្អូនយើងលក់អីវ៉ាន់ច្រើនមែនទែនអញ្ចឹងបងប្អូនបន្ទាប់ពីបញ្ចុះសីមាហត់អស់កម្លាំងហើយបងប្អូនអាចទិញរបស់ហូបរបស់ញ៉ាំតាមនេះបានបងប្អូននេះមានទាំងសាច់អាំងផ្សេងៗក៏ដូចជាភេសជ្ជៈផ្សេងៗផងដែរហើយផ្លូវដើរចេញពីព្រះវិហារទៅកន្លែងបដាល់ហ្នឹងរៀងឆ្ងាយដែរបងប្អូនគឺយើងដើរកាត់វាលស្រែទៅឥឡូវបងប្អូនបើចង់ឃើញកន្លែងបដាល់តោះទៅជាមួយខ្ញុំទាំងអស់គ្នាHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn